សំណួរទី1តើយុទ្ធសាស្ត្រ3យ៉ាងណាខ្លះដើម្បីកាត់បន្ថយការយល់ច្រឡំក្នុងការទំនាក់ទំនង1និយាយសារឡើងវិញ2ស្រមៃពីស្ថានភាពអ្នកដទៃ3ប្រាប់ពីគោលបំណងសំណួរទី2ហេតុអ្វីបានជាការប្រាស្រ័យតាក់ទងប្រកបដោយប្រសិទ្ធភាពមានសារៈសំខាន់សម្រាប់អ្នកដឹកនាំការប្រាស្រ័យតាក់ទងប្រកបដោយប្រសិទ្ធភាពជួយអ្នកដឹកនាំបំផុសគំនិតលើកទឹកចិត្តនិងណែនាំក្រុមរបស់ពួកគេធានានូវភាពច្បាស់លាស់ទំនុកចិត្តនិងការស្រស់ស្រួលឆ្ពោះទៅរកគោលដៅរួមសំណួរទី3តើជំហានទាំង4នៅក្នុងគំរូនៃការដោះស្រាយបញ្ហាមានអ្វីខ្លះ1កំណត់បញ្ហា2បង្កើតដំណោះស្រាយដែលអាចធ្វើបាន3វិតម្លៃនិងជ្រើសរើសដំណោះស្រាយដ៏ល្អបំផុត4អនុវត្តដំណោះស្រាយនិងវិតម្លៃលទ្ធផលសំណួរទី4ហេតុអ្វីបានជាការដោះស្រាយបញ្ហាតាមរចនាសម្ព័ន្ធមានសារៈសំខាន់ក្នុងភាពជាអ្នកដឹកនាំវាអនុញ្ញាតឲ្យអ្នកដឹកនាំធ្វើការសម្រេចចិត្តប្រកបដោយការដឹងពីគ្រប់ភាគីកាត់បន្ថយហានិភ័យនិងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពសំណួរទី5ហេតុអ្វីបានជាការមានអាកប្បកិរិយាទាន់ពេលវេលាមានសារៈសំខាន់អាកប្បកិរិយាទាន់ពេលវេលាបង្ហាញពីការគោរពចំពោះអ្នកដទៃជំរុញជឿទុកចិត្តនិងបង្កើនភាពជឿជាក់ទាំងផ្ទាល់ខ្លួននិងវិជ្ជាជីវៈសំណួរទី6តើវិធីណាខ្លះដែលមានប្រសិទ្ធភាពដើម្បីកែលម្អការគ្រប់គ្រងពេលវេលា1កំណត់គោលដៅច្បាស់លាស់កំណត់នៅអ្វីដែលចាំបាច់ត្រូវសម្រេច2កំណត់អាទិភាពការងារផ្ដោតលើសកម្មភាពសំខាន់និងបន្ទាន់ជាមុនសិន3ប្រើកម្មវិធីរំលឹកនិងកម្មវិធីកំណត់ម៉ោងតាមដានពេលវេលាដើម្បីជៀសវាងការពន្យារពេល4បែងចែកពេលវេលាទុកពេលបន្ថែមសម្រាប់កិច្ចការដែលមិនបានរំពឹងទុកសំណួរទី7តើធ្វើដោយបណ្ដេញទើបអាចគ្រប់គ្រងកំហឹងបានយ៉ាងមានប្រសិទ្ធភាព1កំណត់មូលហេតុយល់ពីមូលហេតុដែលអ្នកខឹង2ផ្អាកនឹងដកដង្ហើមវែងរយៈពេល7នាទីដើម្បីស្ងប់ស្ងាត់ចែករំលែកអារម្មណ៍ដោយស្ងប់ស្ងាត់ទំនាក់ទំនងអារម្មណ៍របស់អ្នកក្នុងលក្ខណៈកែសម្រួល4ផ្ដោតលើដំណោះស្រាយវិជ្ជមានបញ្ចូលថាមពលឆ្ពោះទៅរកលទ្ធផលស្ថាបនាសំណួរទី8ហេតុអ្វីបានជាភាពវៃឆ្លាតខាងផ្លូវអារម្មណ៍មានសារៈសំខាន់សម្រាប់អ្នកដឹកនាំវាជួយដឹកនាំគ្រប់គ្រងអារម្មណ៍របស់ពួកគេយកពីអ្នកដទៃបង្កើតទំនាក់ទំនងរឹងមាំនិងដំណោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាពសំណួរទី9តើមានវិធីអ្វីដែលមានប្រសិទ្ធភាពដើម្បីសុំជំនួយ1វិធីសាស្ត្រតែម្ខាង2វិធីសាស្ត្រខ្សោយមិនច្បាស់2វិធីសាស្ត្រតុល្យភាពសំណួរទី10ហេតុអ្វីបានជាការសុំជំនួយមានសារៈសំខាន់ក្នុងការដឹកនាំវាលើកកម្ពស់កិច្ចសហការនិងលើកទឹកចិត្តដល់ការរៀនសូត្រនិងជំរុញបរិយាកាសការងារដែលគាំទ្រគ្នាទៅវិញទៅមកសំណួរទី11តើអ្នកអាចការពារខ្លួនពីការបោះបង់គោលដៅដោយរបៀបណា1រក្សាការគិតវិជ្ជមានផ្ដោតលើអត្ថប្រយោជន៍នៃការសម្រេចគោលដៅរបស់អ្នក2ចាប់ដើមជាមួយជំហានតូចបំបែកគោលដៅទៅជាកិច្ចការដែលអាចគ្រប់គ្រងបាន3លើកទឹកចិត្តខ្លួនឯងជាប្រចាំប្រើការបញ្ជាក់ឬការរំលឹកដើម្បីរក្សាការលើកទឹកចិត្តសំណួរទី12តើយុទ្ធសាស្ត្រអ្វីខ្លះដែលជួយជំនះឧបសគ្គ1សរសេរគោលដៅរបស់អ្នករក្សាវាឲ្យមើលឃើញដើម្បីរក្សាការផ្ដោតអារម្មណ៍2កំណត់ពេលវេលាបែងចែកពេលវេលាសម្រាប់ជំហាននីមួយ3ស្វែងរកដៃគូដែលមានទំនួលខុសត្រូវសហការជាមួយអ្នកដទៃសម្រាប់ការលើកទឹកចិត្តគ្នាទៅវិញទៅមក4ទទួលយកការបរាជ័យរៀនពីកំហុសហើយបន្តដំណើរទៅមុខទៀតសំណួរទី13តើអ្វីទៅជាជំហានដំបូងក្នុងការកសាងទំនុកចិត្តលើខ្លួនឯងការយល់ដឹងនិងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នកនឹងទទួលស្គាល់សមិទ្ធផលតូចសំណួរទី14តើធ្វើដោយបណ្ឌិតទើបអាចមានទំនុកចិត្តលើឡើងវិញបន្ទាប់ពីបរាជ័យ1ឆ្លុះបញ្ចាំងពីជោគជ័យអតីតកាលរំលឹកពេលវេលាដែលអ្នកបានជោគជ័យ2រៀនពីកំហុសកំណត់មេរៀនដែលបានរៀនហើយអនុវត្តវា3កំណត់គោលដៅថ្មីផ្ដោតលើគោលដៅដែលអាចសម្រេចបានដើម្បីកសាងទំនុកចិត្តឡើងវិញស
សំណួរទី15តើការគ្រប់គ្រងកំហឹងមានដំណាក់កាលអ្វីខ្លះ 1. កំណត់កត្តាបង្កហេតុទទួលស្គាល់ស្ថានភាពដែលបណ្ដាលឲ្យមានកំហឹងផ្អាកនឹងឆ្លុះបញ្ចាំងចំណាយពេលបន្តិចដើម្បីវិតម្លៃស្ថានភាព 3. បញ្ចេញអារម្មណ៍ដោយស្ងប់ស្ងាត់ចែករំលែកអារម្មណ៍របស់អ្នកដែលមិនមានការឈ្លានពាន 4. ស្វែងរកដំណោះស្រាយផ្ដោតលើការដោះស្រាយបញ្ហាសំណួរទី16ហេតុអ្វីការគ្រប់គ្រងកំហឹងមានសារៈសំខាន់ក្នុងការដឹកនាំវាជាការពារចំនួនជំរុញបរិយាកាសវិជ្ជមាននិងរក្សាទំនាក់ទំនងប្រកបដោយផលិតភាពសំណួរទី17តើជាភាពអ្វីខ្លះដែលចាំបាច់សម្រាប់រៀបចំផែនការអាជីពប្រកបដោយប្រសិទ្ធភាព 1. កំណត់គោលដៅអាជីពច្បាស់លាស់កំណត់តួនាទីនិងឧស្សាហកម្មដែលអ្នកចង់បាន 2. ទទួលបានជំនាញពាក់ព័ន្ធបន្តការសិក្សានិងការបណ្តុះបណ្តាល 3. ស្វែងរកការណែនាំរៀនពីអ្នកជំនួញដែលមានបទពិសោធន៍ 4. ធ្វើសកម្មភាពស្នើសុំឱកាសនិងបណ្តាញសំណួរ18តើតម្លៃផ្ទាល់ខ្លួនមានឥទ្ធិពលការសម្រេចចិត្តក្នុងអាជីពយ៉ាងដូចម្តេច Aligning your career with personal values ensures greater satisfaction, motivation, and long-term success. សេចក្តីសន្និដ្ឋានជំនាញទន់និងគុណភាពនៃភាពជាអ្នកដឹកនាំដូចជាការប្រស័យទាក់ទងការដោះស្រាយបញ្ហាការគ្រប់គ្រងពេលវេលាភាពវៃឆ្លាតខាងអារម្មណ៍និងទំនុកចិត្តលើខ្លួនឯងគឺចាំបាច់សម្រាប់ការលូតលាស់ផ្ទាល់ខ្លួននិងវិជ្ជាជីវៈតាមរយៈការអភិវឌ្ឍជំនាញទន់នេះជាបន្តបន្ទាប់បុគ្គលម្នាក់ៗអាចក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពនិងមានឥទ្ធិពលវិជ្ជមានដល់សហគមន៍របស់ពួកគេសូមអរគុណសូមជម្រាបលា